មុននឹងបានកន្លែងស្រង់ទឹកកន្លែងមុជទឹកដ៏ស្រស់ស្អាតមានត្រីសម្រាប់ហាលឲ្យមើលនេះបងប្អូនចាគឺថាវេទនាណាស់ទាំងលោកទាំងប្រសក់ដោយសារកន្លែងហ្នឹងដំបូងគឺទឹកហូរផ្លូវទឹកហូរទូចទេបងប្អូនប៉ុន្តែលោកកោះហ៎បងប្អូនលោកកាយដីកាយថ្មនៅមួយជួរហ្នឹងថ្មណាតូចដែលអាចកាយបានគឺលោកកាយចេញទាំងអស់កោះជីកដីជីកអីហ្នឹងចេញទាំងអស់ទុកតែថ្មណាដែលធំតែជីករួចទេណាបងប្អូននេះគឺសភាពដើមមុននឹងបានកន្លែងមុជទឹកហ្នឹងណានេះគឺខែប្រាំងឆ្នាំទៅបងប្អូនវីដេអូនេះមួយឆ្នាំជាងហើយខ្ញុំថតទុកចាំដល់ពេលហើយដាក់វីដេអូគ្នាឲ្យបងប្អូនមើលកន្លែងនេះគឺវេទនាខ្លាំងជាងគេលោកដោយសារលោកធ្វើរហូតភាគច្រើនគឺលោកអ្នកធ្វើទេហើយញោមប្រុសក៏បានឡើងភ្នំម្ដងម្កាលហ្នឹងក៏បានជួយលោកដែរចំពេលដែលលោកត្រូវកោះកាយហ្នឹងក៏ទៅជួយកោះកាយជាមួយគ្នានឹងនិយាយទៅភាគច្រើនគឺលោកអ្នកធ្វើទេបងប្អូនព្រោះយើងឡើងភ្នំម្ដង2-3ថ្ងៃហ្នឹងអញ្ចឹងជួយបានប៉ុន្មានជួយប៉ុណ្ណឹងអញ្ចឹងណាបងប្អូនហើយហត់ណាបងប្អូនខ្ញុំតើរួចទេការងារកោះកាយអស់នេះទេបាទឈរមើលថតរូបថតវីដេអូអីហ្នឹងហើយស្រោចតំណាំស្រោចអីទេជួយបានតិចតួចបានតែចង្ហាន់ទេខ្ញុំមកហើយដីដែលលោកដាំតំណាំហ្នឹងគឺកោះកាយចេញពីតំបន់ចិត្តហ្នឹងឯងកន្លែងដែលដាំតំណាំហ្នឹងដំបូងឡើយគឺថ្មសុទ្ធអត់មានដីទេដល់ពេលលោកមកគង់នៅតំណឹងសង់គាត់សង់អីគឺត្រូវការបលែបកាដាំណាចឹងទៅលោកក៏កាយដីពីចិត្តហ្នឹងកាយពីអូពីអីហ្នឹងដើម្បីទប់ទៅជាកម្រាស់ដីមួយដែលអាចដាំតំណាំដាំអីបានហើយបន្ទាប់ពីលោកកាយហើយលោកជាវស៊ីម៉ង់យកមកទប់បើអត់ទប់ទេវាទឹកហ្នឹងវាអត់សូវដក់ជ្រៅយើងអត់អាចចុះហែលបានអញ្ចឹងទៅលោកជាវស៊ីម៉ង់ជាវអីហ្នឹងយកមកទប់ទឹកធ្វើជាថ្នាក់ដើម្បីអាចហែលទឹកបានអញ្ចឹងណាដល់ពេលមានទឹកជ្រៅទៅក៏មានត្រីវាមកនៅដែរអញ្ចឹងទៅហើយលោកឲ្យតែឆាន់ព្រឹកហើយគឺមកកោះកាយហើយដល់ពេលល្ងាចឡើងគឺលោកស្រោចតំណាំចានេះគឺជាសមិទ្ធផលចាក់ជ្រៅណាបងប្អូនស៊ីម៉ង់ហ្នឹងលោកចាក់ស៊ីម៉ង់អស់ចង់1តោនដោយសារកន្លែងខ្លះវាក៏ហុកជ្រៅអញ្ចឹងអស់ស៊ីម៉ង់ច្រើនហើយដល់ពេលចេញជាសមិទ្ធផលហើយមកចុំវិញកត់លោកហ្នឹងគឺខ្ញុំស្រឡាញ់ជាងគេកន្លែងមុជទឹកហ្នឹងឯងបងប្អូនទេសភាពស្អាតត្រជាក់មានកន្លែងសម្រាប់យើងគេងបានណាកន្លែងវាលហ្នឹងគឺខ្ញុំគេងនៅហ្នឹងហ្មងគេងត្រាំទឹកនៅហ្នឹងត្រាំទឹកឆ្អែតចុះទៅហាលទឹកអញ្ចឹងទៅមើលត្រីមើលអីអញ្ចឹងទៅត្រីហ្នឹងវាចេះហ่าបងប្អូនវាអត់ដែរទៅតាមទឹកឯងវានៅតែក្រោមឯងបងប្អូនឃើញទីធ្លាឡើងធំស្អាតមែនតើអញ្ចឹងអរគុណច្រើនបងប្អូន